បាទគ្រប់ជំរាបសួរបងប្អូនទាំងអស់គ្នាបាទសូមស្វាគមន៍បងប្អូនមកកាន់ Channel សុជា Blogger និទានរឿងទូទៅហើយថ្ងៃនេះគឺ admin អរគុណបងប្អូនជាខ្លាំងដែលបងប្អូនបានចូលស្ដាប់បាទបាន Subscribe Channel YouTube ឬជាវដាក់រូបកណ្ដឹងមកលើ Channel YouTube សុជា Blogger ហើយសង្ឃឹមថាបងប្អូននឹងបន្តគាំទ្រហើយនឹងតាមដានបន្តទៀតដោយសារ admin មិនមែនមានរឿងតែមួយឯង admin មានរឿងច្រើនដើម្បីចែកម្លែកដល់បងប្អូនទាំងអស់គ្នាហើយថ្ងៃនេះទៀតសោតគឺ admin បានយករឿងពិសេសមួយដើម្បីចែកជូនដល់បងប្អូនទាំងអស់គ្នាជាទីសន្តាប់ហើយរឿងនេះគឺជារឿងពិតណាបងប្អូនមិនមែនជារឿងកុហកទេជារឿងពិតព្រោះដោយសាររឿងនេះគឺកើតឡើងហើយអញ្ចឹងណាទើបបានជា admin យករឿងហ្នឹងមកសម្រាប់ជូនដល់បងប្អូនសន្តាប់យកជាគំរូយកជាបទពិសោធន៍ហើយក៏យកជារឿងរ៉ាវដែលយើងបានជួបពេលដែលយើងបានជួបហើយគឺវានឹងកើតជារឿងពិតហើយណាតោះកុំឲ្យខាត់ពេលយូរយើងឈានទៅចូលរឿងទូទៅណារឿងដើមឈើរន្ទះបាញ់ដោយសារតកែនៅតើបងប្អូនជឿអត់ខ្ញុំគិតថាបងប្អូនប្រហែលជាជឿព្រោះដោយសារខ្ញុំគិតថាបងប្អូនមួយចំនួនហ្នឹងគាត់បានឃើញហើយក៏គាត់បានជួបដែរអ្នកខ្លះបើតាមដឹងណាអញ្ចឹងបងប្អូនទាំងអស់គ្នាអ្វីដែលមានបាននិយាយគឺវាជារឿងពិតព្រោះសាររឿងហ្នឹងគឺបងប្អូនអ្នកខ្លះក៏គាត់បានស្ដាប់ហើយអ្នកខ្លះទៅក៏គាត់បានស្រាវជ្រាវហើយទៀតហើយអ្នកខ្លះទៅក៏គាត់បានជួបដែរបាទដោយសារតែរឿងហ្នឹងវាកើតឡើងពេលដែល admin បានជួបនៅអ៊ំប្រុសម្នាក់បាទដែលគាត់ហ្នឹងគឺគាត់បាននិយាយរឿងហ្នឹងគឺរឿងយូរហើយរឿងប្រហែលជាក្នុងអំឡុង2005បាទរឿង2005ព្រោះដោយសារគាត់ធ្លាប់ជួបហើយក៏គាត់មកតដល់ឥឡូវ2015ហើយក៏បាននិយាយអញ្ចឹងវាច្រឡងផុតប្រហែលជាបាទជិត20ឆ្នាំហើយថា20ឆ្នាំហ្នឹងឯងអញ្ចឹងរឿងហ្នឹងគឺបងប្អូនអស់គ្នាយកគំរូតាមណាដោយសារតែអ៊ំមួយហ្នឹងគាត់មានផ្ទះនៅក្បែរហ្នឹងហើយដើមឈើហ្នឹងគឺជាដើមចទៀលបាទដើមចទៀលដែលគាត់ស្នាក់នៅក្បែរដើមចទៀលហ្នឹងចន្លោះប្រហែលជាង200ម៉ែត្រទេណាហើយជារឿយហ្នឹងគាត់តែងតែលឺតកែយំណាតែគាត់មិននឹកស្មានថាវារឿងនឹងកើតឡើងទេដោយសារតកែយំនៅកន្លែងហ្នឹងជាញឹកញយមែនតែនមិនថាយំមិនថាថ្ងៃហើយតកែហ្នឹងយំរហូតបាទយំរហូតទៅលើហ្នឹងប៉ុន្តែដើមឈើហ្នឹងគឺបានកបុតចុងហើយអញ្ចឹងណាមុននឹងគាត់មកទៀតអញ្ចឹងវាថាវាអាចមានអាយុកាលលើសពីចំនួនដែលគាត់បានមកស្នាក់នៅនឹងទៀតដោយសារគាត់មកស្នាក់នៅហ្នឹងវា10ឆ្នាំជាងអញ្ចឹងណាប៉ុន្តែដើមឈើហ្នឹងក៏កបុតចុងហើយទៀតណាអន្ទះបាញ់បើយើងនិយាយទៅជាអន្ទះបាញ់មិនមែនដោយសារគេកាប់ទេអញ្ចឹងពេលដែលគាត់មកស្នាក់នៅហ្នឹងគឺគាត់ក៏មិនទាន់បានជួបរឿងនឹងដែរតែថ្ងៃមួយហ្នឹងគាត់ក៏បានអង្គុយលេងនៅផ្ទះគាត់មួយសន្ទុះគាត់មកគឺភ្លៀងហើយភ្លៀងហ្នឹងមិនមែនភ្លៀងខ្លាំងទេគឺភ្លៀងរលឹមមករលឹមយើងគឺរលឹមពេលព្រឹកចន្លោះម៉ោង10ម៉ោង11ហ្នឹងគឺរលឹមតិចទេដែលយើងអាចមើលមេឃឃើញហើយយើងមើលដើមឈើឃើញមួយសន្ទុះក្រោយមកគឺអន្ទះបាញ់ផាំងហ្មងបាទប៉ុន្តែបាញ់ហ្នឹងគឺអត់បាក់ដើមទេគឺបាក់តែចុងប្រឆិតអាចុងដែលបាក់ហើយស្រាប់ណាអញ្ចឹងគឺវាប៉ុតហ្មងធ្លាក់សុកឌុកហើយគាត់ក៏ចាប់អារម្មណ៍ហើយគាត់ថាផាយជាដើមឈើហ្នឹងមកពីវាត្រូវតែបាញ់ហ្នឹងឯងតែគាត់ភ្លេចគិតដល់ពេលគាត់គិតថានៅដើមឈើហ្នឹងមានតកែព្រោះតកែយំរហូតថ្ងៃយំដែរហើយតកែយំច្រើនមែនទែនគឺគេហៅដើមឈើចង្រៃហើយអញ្ចឹងក៏ប្រាប់ថាកូនគាត់ថាអូនហើយដើមឈើចង្រៃហើយព្រោះសារតកែយំរហូតហើយយប់បន្ទាប់ហ្នឹងពេលដែលបាញ់ដាក់ហើយរួចថ្ងៃស្អែកឡើងគឺគាត់ងើបម៉ោង11យប់ជាងគាត់ប្រាប់ណាហើយក៏គាត់ឃើញមនុស្សចូលបើយើងនិយាយសាមញ្ញគឺព្រាយចូលណាកន្លែងហ្នឹងព្រាយចូលអញ្ចឹងគាត់ថាមិនធម្មតាយើងកំប៉ះណាព្រោះសារកន្លែងដើមឈើហ្នឹងគឺវាជារឿងមនុស្សពេលដែលគាត់ប៉ះវាអាចប្រឈមនឹងរឿងរ៉ាវដល់គ្រួសារគាត់ទៀតអញ្ចឹងគាត់អត់ហ៊ានប៉ះទេប៉ុន្តែរឿងរយប់គឺឃើញរហូតថ្ងៃមួយនោះកូនគាត់ងើបនោមបើនិយាយថាសាមញ្ញថាងើបនោមឬងើបអត់ជើងតូចណាព្រាយចេញពីនឹងមកណាហើយធ្វើឲ្យភ្ញាក់ផ្អើលមកគ្រួសារដែលកូននឹងហៅអ៊ំគាត់នឹងហៅពូដែលគាត់ប្រាប់ admin ហ្នឹងថាប៉ាមានរបស់ចម្លែកចេញមកដែលមានភ្លើងព្រាកមានច្រើនពណ៌អញ្ចឹងណាអញ្ចឹងគឺមានមនុស្សហើយ
ហើយដើមជាទៀនហ្នឹងឆ្ងាយមិនឆ្ងាយប្រហែលផ្ទះគាត់ទៀតជាងគាត់ក៏មានការព្រួយបារម្ភដែរប៉ុន្តែគាត់ដូចចាំថាបើសិនយើងមិនប៉ះគេក៏មិនប៉ះយើងដែរតែគាត់នៅតែគិតថាថ្ងៃណាមួយគាត់នឹងប៉ះហើយគេក៏នឹងប៉ះដែរព្រោះសាររវាងមនុស្សនិងអមនុស្សវាគង់ថ្ងៃណាប៉ះគ្នាទេជាតិផុតទេអញ្ចឹងបានគាត់ប្រាប់កូនគាត់ថាយ៉ាងណាក៏ដោយកូនយប់កុំដើរទៅនឹងព្រោះសារកន្លែងហ្នឹងគឺជាលក្ខណៈមនុស្សអញ្ចឹងបានបង admin ប្រាប់ទៅទស្សនិកជនទាំងអស់ថាបើយើងមិនប៉ះគេក៏មិនប៉ះយើងដែរមែនទេអញ្ចឹងបើយើងដើរឃើញដើរអីជីចៃដនអីវាពិបាកជួបតិចបើសិនជាជួបណាក៏មានរឿងធំដែរអញ្ចឹងបងប្អូនទាំងអស់គូប្រយ័ត្នណាហើយបងប្អូនត្រូវចាំថាដើមឈិតដែលកបត់ចុងគឺមិនមែនវាកបត់អចៃដនទេពីច័ន្ទគឺតកែនៅទី2គឺអមនុស្សវាគឺជាអ្វីដែលadminបានប្រាប់ដល់បងប្អូនទាំងអស់គ្នាជាការស្ដាប់បើសិនជាបងប្អូនបានស្ដាប់ណាព្រោះសាររឿងហ្នឹងគឺកើតឡើងមែនតើហើយ admin ក៏ធ្លាប់ជួបដែរតែ admin អត់ច្បាស់ដោយសារ admin កាលនៅក្មេងតែដោយសារនេះ admin យកពីរឿងហ្នឹងគឺចេញពីអំប្រុសដែលគាត់ជួបផ្ទាល់ហ្នឹងឯងគាត់ខ្លាចដល់សពថ្ងៃហើយរងថ្ងៃពេលដែលគាត់ទៅឃើញដើមជិះចឹងគាត់ដឹងថាកន្លែងហ្នឹងគាត់ជាមានទី1គឺតកែដែលស្នាក់ហ្នឹងគឺតកែចង្រៃទី2ពីច្រើនអ្នកដែលឃើញដើមឈើអញ្ចឹងគឺសម្បូរគឺព្រាយអត់មានអាបអីគឺព្រាយសម្បូរគឺព្រាយជួយចិត្តនៅណាដើមជាទៀលហើយទី2គឺដើម7បងប្អូនដើម7ក៏មាននៅដែរអញ្ចឹងសង្ឃឹមថាអ្វីដែល admin សម្រាប់រឿងនេះគឺជារឿងពិតណាហើយបងប្អូនទាំងអស់គឺគួរតែស្ដាប់ហើយបើបងប្អូនពេញចិត្តវីដេអូហ្នឹងបងប្អូនជួយ Subscribe ឬក៏ជួយដាក់រូបកណ្ដឹងផងព្រោះសារ admin យករឿងពិតមកនិយាយហើយទៅទៀតរឿង admin នឹងរឿងយករឿងពិសេសមកនិយាយច្រើនទៀតសង្ឃឹមថាបងប្អូនបានស្ដាប់រឿងហ្នឹងហើយឲ្យចាំទី1បងប្អូនត្រូវចាំថាដើមឈើដែលកបត់ចុងគឺប្រចាំគឺតកែនៅហើយគេថាសត្វអាសិរពឹសឬក៏សត្វតកែដែលជាប្រភេទសត្វមិនល្អណាហើយច្បុំមៀមបាទហើយកន្លែងស្រាកក៏នៅនឹងដែរទី2គឺព្រាយណាព្រាយនៅនឹងច្រើនអញ្ចឹងបងប្អូនជួយចាំណាហើយដើមគឺសម្បូរជាងគេដើមថ្នោតដើមចទៀលដើម7យើង7 6ផ្លែណាក៏មាននៅដែរសម្បូរជាងគេគឺព្រាយនៅហ្នឹងឯងអញ្ចឹងអរគុណបងប្អូនណាសង្ឃឹមថាយើងជួបគ្នាវីដេអូក្រោយហើយវីដេអូនេះគឺជាការចែករំលែកទេវាជារឿង